វត្តប្រាសាទនាងខ្មៅគិតយ៉ាងម៉េចរត់រួចអត់អត់ឯងគិតច្បាស់នៅគិតម្ដងទៀតមើលទូលបង្គំខ្ញុំបកណាសូមនមស្ការក្រោយថ្វាយបង្គំចំពោះសម្ដេចជាអង្គម្ចាស់គ្រប់ព្រះអង្គដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងដល់ខ្ពង់ខ្ពស់សូមជម្រាបសួរគោរពចំពោះសម្ដេចទ្រង់អាដាមអស់លោកស្រីប្រជាពុទ្ធបរិស័ទទាំងក្នុងប្រទេសទាំងក្រៅប្រទេសដោយសេចក្តីគោរពរាប់អានដល់ខ្ពង់ខ្ពស់ពីខ្ញុំបកណាខ្ញុំបាទខ្ញុំព្រះករុណាខ្ញុំបាទឧបាសកជួនកកដាដែលពុទ្ធបរិស័ទក៏ដូចជាពិសេសអ្នកនៅក្នុងបណ្ដាញសង្គមទាំងអស់ប្រហែលជាអាចស្គាល់ខ្ញុំបកណាខ្ញុំបាទហើយដែលទៅតែលាចាកសិក្ខាបទកាលពីថ្ងៃទី19ខែ3វេលាម៉ោង8កន្លះព្រឹកកន្លងទៅនេះហើយក៏មានព័ត៌មានជាច្រើនដែលតកតងជាមួយនឹងខ្ញុំបកណាខ្ញុំបាទរឿងលាចាកសិក្ខាបទហើយក៏ធ្វើជាការវែកញែកច្រើនដែលតកតងជាមួយនឹងខ្ញុំដោយសារហេតុនេះខ្ញុំសឹកព្រោះតែហេតុនេះខ្ញុំសឹកព្រោះតែហេតុនេះហេតុនោះអីចឹងទៅប៉ុន្តែខ្ញុំបកណាខ្ញុំបាទក៏មិនបានឆ្លើយតបទៅលើការលើកឡើងរបស់សាធារណមតិឬក៏ការយល់ឃើញរបស់ពុទ្ធបរិស័ទក៏ដូចជាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសនោះទេប៉ុន្តែដោយមានវីដេអូមួយមិនដឹងថាបងប្រុសឬក៏ប្អូនប្រុសទេហើយខ្ញុំសូមអនុញ្ញាតហៅថាបងទៅចុះប្រហែលជាប្អូនឬក៏បងតែខ្ញុំសូមហៅបងខ្ញុំឃើញវីដេអូបងប្រហែលជានៅក្រៅប្រទេសហើយប្រហែលជាធ្លាប់ជួបខ្ញុំបាទកាលនៅជាប្រសង់នៅប្រទេសកាណាដាតាមដែលខ្ញុំបាទឃើញរូបភាពនៅក្នុងពិធីមួយខ្ញុំបកណាខ្ញុំបាទនៅជាប្រសង់បានទៅទទួលចង្ហាន់នៅក្នុងកម្មវិធីហ្នឹងហើយដោយសារខ្ញុំមានអ្នកថតជាមួយច្រើនខ្ញុំអត់ចាំទីកន្លែងតែខ្ញុំចាំបដិជាគុណទាំងពីរព្រះអង្គដែលគង់នៅចិត្តខ្ញុំបកណាខ្ញុំបាទនោះគឺខ្ញុំបកណាខ្ញុំបាទស្គាល់ព្រះអង្គតែបងប្រុសនៅខាងក្រោយខ្ញុំកណាអត់បានចាំឈ្មោះរបស់គាត់ទេប៉ុន្តែខ្ញុំបកណាខ្ញុំបាទឃើញវីដេអូដែលគាត់បានធ្វើការបកស្រាយដែលថាខ្ញុំសឹកនេះដោយសារតែការចាប់បង្ខំអញ្ចឹងខ្ញុំកណាខ្ញុំបាទសូមអនុញ្ញាតដើម្បីចាក់វីដេអូនឹងបន្តិចហើយខ្ញុំកណាខ្ញុំបាទនឹងបកស្រាយនៅអ្វីដែលគាត់បានលើកឡើងមកនេះគឺមានន័យថាបងមានប្រសាសន៍នេះគឺខុសពីការពិតនឹងទាំងស្រុងតែម្ដងបងនេះខ្ញុំសូមអនុញ្ញាតពីបងខ្ញុំមិនដឹងថាបងដឹងព័ត៌មាននឹងពីណាទេតែសម័យខ្លួនរបស់ខ្ញុំទេដែលជាអ្នកសម្រេចចិត្តដោយខ្លួនខ្ញុំមិនមាននរណាបង្ខំហើយមិនមាននរណាមកថាយ៉ាងម៉េចឲ្យខ្ញុំលាចាកសិក្ខាបទទេគឺជាខ្លួនរបស់ខ្ញុំតែម្ដងចិត្តរបស់ខ្ញុំអ្នកសម្រេចតែម្ដងឥឡូវសូមស្ដាប់វីដេអូរបស់គាត់ដែលគាត់បានលើកឡើងរបស់ដីកាត់ព្រះសង្ឃជួនកក្រាមានតែសម្ដេចសង្ឃមិនលើកពី5អង្គទេណាតែដឹងពីរឿងហ្នឹងណាក្នុងនោះមានសម្ដេចសង្ឃ2អង្គដែលបានគម្រាមទៅលើព្រះអង្គជួនកក្រាទី1គឺសម្ដេចសង្ឃឈឹងប៊ុនជាងណាទី2សម្ដេចសង្ឃខំសតណាតែជាសង្ឃ7កក្រាណាបានគម្រាមព្រះអង្គជួនកក្រាណាបងប្អូនជនជាតិការសឹករបស់ព្រះអង្គជួនកក្រានេះសូម្បីតែបងប្អូនបង្កើតបងប្អូនជីដូនមួយរបស់លោកនេះមិនបានទទួលដំណឹងផងណាបងប្អូនជាតិណាសម្ដេចសង្ឃកម្ពុជាហ្នឹងណាខប្រាប់ពីល្ងាចលុះព្រឹកឡើងម៉ោង9ចាប់សឹកទាំងទឹកក្រហមតែម្ដងបងប្អូនជាតិណាបងប្អូននេះវាឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅផែនការរបស់ជួនក្នុងការកំទេចពុទ្ធសាសនាយើងណាបងប្អូនដឹងហើយពុទ្ធសាសនាគឺជាកន្លែងប្រមូលផ្ដុំអ្នកប្រាជ្ញបណ្ឌិតអ្នកចេះដឹងណាបងប្អូនណាអញ្ចឹងហើយទើបជួនប្រើប្រាស់អាចងរបស់ខ្លួនហ្នឹងមានហ៊ុនសែនណាឲ្យកំទេចអ្នកប្រាជ្ញអ្នកចេះដឹងបណ្ឌិតឲ្យផ្ទៃទាំងអស់ណាហើយនឹងបំផ្លាញពុទ្ធសាសនាយើងឲ្យរលាយសាច់ទៅងាយស្រួលនឹងលេបយកទឹកដីកម្ពុជាយើងទាំងនោះណាបងប្អូនជាតិខ្ញុំបកណាខ្ញុំបាទសូមអនុញ្ញាតដើម្បីបកស្រាយនៅអ្វីដែលគាត់បានលើកឡើងនេះគឺសម្រាប់ខ្ញុំកណាខ្ញុំបាទតែម្ដងដូចជាមិនមានរឿងនឹងសោះខ្ញុំបកណាខ្ញុំបាទសូមទូលប្រកេននឹងជម្រាបឲ្យបានជ្រាបថាខ្ញុំដូចជាមិនមានរឿងអ្វីដូចដែលគាត់បានលើកឡើងនឹងសោះ
ហើយខ្ញុំកាលណាខ្ញុំបាទដែលលាចាកសិក្ខាបទដោយឃើញភ្លាមបាននាំគ្នាផ្ទុះតែលាចាកសិក្ខាបទនេះខ្ញុំកណាសូមទូលប្រកេនសូមជម្រាបជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថាខ្ញុំកណាជាមនុស្សដែលពុទ្ធបរិស័ទគាត់បានស្គាល់ដឹងច្រើនហើយខ្ញុំជឿថាពុទ្ធបរិស័ទគាត់នៅស្រឡាញ់នៅស្ដាយច្រើនបើកាលណាខ្ញុំប្រាប់ថាខ្ញុំនឹងសឹកនៅថ្ងៃប៉ុណ្ណេះថ្ងៃប៉ុណ្ណោះខ្ញុំដើរប្រាប់គេតាមរោងបុណ្យខ្ញុំដើរប្រាប់គេតាមទីសាធារណៈឬញោមដែលស្គាល់សាកសម័យមើលថាតើអ្នកដែលបានចូលរួមនឹងមានប្រមាណអ្នកនេះគ្រាន់តែគិតទេហើយតើពួកគាត់នៅសុខទេថាដឹងតែខ្ញុំសឹកថ្ងៃប៉ុណ្ណេះប៉ុណ្ណោះខ្ញុំជឿប្រកាសណាស់ថាមិនសុខទេហើយគាត់នឹងមកហ្នឹងគឺប្រកាសជាមានអ្នកខ្លះគាត់អាណិតគាត់ស្ដាយគាត់នឹងយំស្រែកពេញតែវត្តហ្នឹងឯងហើយឲ្យខ្ញុំសម្រេចថាខ្ញុំសឹកទៅតើខ្ញុំមានអារម្មណ៍ថាយ៉ាងម៉េចការសម្រេចចិត្តរបស់ខ្ញុំហ្នឹងហាក់បីដូចជាធ្វើឲ្យពួកគាត់យំស្រែកអញ្ចឹងខ្ញុំសម្រេចចិត្តខ្លួនខ្ញុំថាខ្ញុំដែលដាក់ថ្ងៃសឹកគឺខ្ញុំអត់ប្រាប់សាធារណជនពុទ្ធបរិស័ទញាតិមិត្តពធហ្នឹងឲ្យតាន់ពេលវេលាថាដឹងថ្ងៃនេះថ្ងៃនោះទេគឺខ្ញុំទើបតែប្រាប់ស្អែកឡើងសឹកគឺខ្ញុំប្រាប់ថ្ងៃហ្នឹងខ្ញុំប្រាប់ដូចយើងឃើញទាំងអស់គ្នានៅតាមបណ្ដាញសង្គមជាពិសេសញោមអាដាមម៉ុងរិទ្ធីខ្ញុំឆាតទៅគាត់ខ្ញុំប្រាប់គាត់នៅពេលដែលម៉ោង10ទៅហើយ10យប់ទៀតមិនមែន10ព្រឹកទេអញ្ចឹងមានន័យថាខ្ញុំព័ត៌មានដែលខ្ញុំសឹកនេះគឺខ្ញុំមិនបង្ហាញពុទ្ធបរិស័ទសាធារណជនឲ្យដឹងឲ្យឮមុនរយៈពេលយូរទេព្រោះខ្ញុំដឹងខ្លួនឯងថាប្រកាសជាមានបញ្ហាញោមអញ្ជើញមកច្រើនហើយអញ្ចឹងត្រឡប់មកវិញទៅលើបងដែលមានប្រសាសន៍នេះខ្ញុំសូមអរគុណហើយដែលបងគិតថាខ្ញុំជាអ្នកចេះដឹងមួយហើយខ្ញុំជាធនធានមនុស្សមួយដែលបងឲ្យតម្លៃដែលបងគិតថាខ្ញុំហ្នឹងអ្នកចេះប៉ុន្តែដែលបងមានប្រសាសន៍ដូចនេះធ្វើហាក់បីដូចជាបងសម្រាប់ខ្ញុំទៅវិញទេព្រោះខ្ញុំមិនមែនសម្ដេចព្រះពុទ្ធជ័យមនីខឹមសនសម្ដេចឈឹងប៊ុនឈៀលោកមកបខំខ្ញុំទេខ្ញុំនិយាយដោយការពិតគឺខ្ញុំទេអ្នកដែលទៅទូលសម្ដេចព្រះពុទ្ធជ័យមនីខឹមសនដំបូងបំផុតដែលខ្ញុំមកពីប្រទេសកាណាដាព្រោះខ្ញុំមកពីប្រទេសកាណាដាហើយខ្ញុំបានតែមួយថ្ងៃទេខ្ញុំចូលទៅថ្វាយបង្គំសម្ដេចព្រោះសម្ដេចនុនណែតសម្ដេចព្រះអគ្គមហាសង្ឃរាជខ្ញុំនៅវត្តបទុមគឺនាំគ្នាហៅថាសម្ដេចកងព្រោះខ្ញុំអ្នកវត្តបទុមដែរទូលោកមិនបានចាំដូចមុនទេព្រោះលោកបញ្ជូនច្រើនហើយអញ្ចឹងខ្ញុំថ្វាយបង្គំលោកហើយខ្ញុំទៅថ្វាយបង្គំព្រះសម្ដេចព្រះពុទ្ធជ័យមនីខឹមសនទូលថាសម្ដេចខ្ញុំកណាអស់អានិសង្ឃហើយខ្ញុំកណាសុំសឹកមិនមែនសម្ដេចបជាឲ្យសឹកទេសម្ដេចខាត់ទៀតខ្ញុំទូលទៅលោកថាខ្ញុំមានបំណងថាចង់សឹកនៅក្នុងបច្ចុប្បន្ន40នេះហើយអញ្ចឹងសូមសម្ដេចអនុគ្រោះដល់កូនចៅសូមលាសម្ដេចដើម្បីលាចាកសិក្ខាបទហើយប្រាប់ហេតុផលច្រើនប្រកេនទៅសម្ដេចជាអង្គម្ចាស់ហើយខ្ញុំនឹងសម្ដេចព្រះពុទ្ធជ័យមនីខឹមសនខ្ញុំអ្នករស់នៅក្រោមអាវ៉ាត់របស់លោកតាំងពីឆ្នាំ2006ម្លេះខ្ញុំនៅវត្តបទុមកុដលេខ7វត្តបទុមបតីគឺញាតិញោមពុទ្ធបរិស័ទដឹងទាំងអស់ហើយទូទាំងប្រទេសថាខ្ញុំពីមុនជាប្រសង់នៅវត្តបទុមបតីលេចចេញពីវត្តសំហងដែតមកចូលវត្តសារាវ័នបានមួយឆ្នាំខ្ញុំមកនៅវត្តបទុមបតីកុដលេខ7ហ្នឹងដែលជាកុដរបស់លោកគ្រូខ្ញុំព្រះអង្គគ្រូធម្មធេរោសែមសិរិនដែលលោកបានសុំឲ្យស្នាក់នៅសិក្សារៀនសូត្រទីនោះហើយសម្ដេចព្រះអគ្គមហាសង្ឃរាជនុនណែតសម្ដេចព្រះពុទ្ធជ័យមនីខឹមសនលោកគឺជាអ្នកមានឧបការៈលើខ្ញុំច្រើនណាស់ទាំងការអប់រំទាំងការផ្ដល់សេចក្តីសុខទាំងការឃុំក្រងខ្ញុំអប់រំថែរក្សាខ្ញុំនៅជាប្រសង់នៅទីនោះខ្ញុំអត់មានរឿងអីដែលត្រូវមកសម្ដេចបខំខ្ញុំឲ្យសឹកទេហាក់បីដូចជាចោតសម្ដេចទាំងស្រុងពេកហើយខ្ញុំសូមអព្យាស្រ័យបើបងបានស្ដាប់ឮខ្ញុំនិយាយនេះខ្ញុំជាឧបាសកមួយរូបហើយតែខ្ញុំមិនបានត្រូវសម្ដេចបង្ខំខ្ញុំឲ្យសឹកអីទេអត់មានសោះខ្ញុំអ្នកទទួលសូមសម្ដេចដោយត្រង់សម្ដេចខាត់ចុះបើអូនឯងសឹកសម្ដេចលោកហៅខ្ញុំតែអូនទេបើអូនឯងសឹកវត្តប្រាសាទនាងខ្មៅគិតយ៉ាងម៉េចរត់រួចអត់អូនឯងគិតច្បាស់នៅគិតម្ដងទៀតមើលបានខ្ញុំទទួលលោកប្រាប់ដោយត្រង់ចេញពីចិត្តថាខ្ញុំអស់អានខ្ញុំកណាអស់អានិសង្ឃហើយសម្ដេចខ្ញុំកណាសូមពេលវេលាដែលជួយវត្តប្រាសាទនាងខ្មៅនិងសាសនាមានតែរយៈពេលប៉ុណ្ណេះឆ្នាំទេប៉ុណ្ណឹងឆ្នាំបានតែខ្ញុំបានប្រាប់ថាវត្តប្រាសាទនាងខ្មៅហ្នឹង13ឆ្នាំសម្រាប់ខ្ញុំទេអញ្ចឹងខ្ញុំកណាសូមលាសម្ដេចសឹក
mấy tay ôn bà thảo ôn ai sắc phân vật thi cả nó sầm đại lục thành trắng phân vật thi ai cột cron bà này on tham ai tay sầm đại pro nhom cả ná bán để giấy chữ muối kia rồi hai cả sắc ní tê dạng na thôi dạng na rồi có cột cron dạng mấy ở về xăm hai pal xăm rum dân trong cái ná sầm đại rồi hai bà khoản bán tam ở bạn để xài tới ôn á kịp trong pe liệt tam mà chia sẻ tới thường mấy bà hà này xong hay vậy vậy mình tiền đấy sầm đại chia mình tú vào sầm đại thấy trong cái ná trong bát có bán từ tú sầm đại pre mà há sầm ấy thiết thật ở đây tú rướng trong cái ná trong bát xong mà để nhá tầm mấy lê trả sẽ khá bọt sầm đại pre mà sầm ấy thiết thật ở đấy ở lúc khoát đôi kia phố khai trong cái ná trong bát trên bị bọn sản nên không mau tới con sơ trong cái ná trong bát rập rồi ằng tại kịch dạng mấy sầm đại mình bèn hai trong ôn đôi sầm đại và bật chơi mình tế cứ sầm đại hai bọn kịch mấy ở đây này bà bọn tới thường mấy bọn năng dạng mấy bán tu riệp rập rương ra tầng ớt vai sầm đại rồi mà sầm bê thiệt thật ở đấy tha tu bằng cúng bàn riệp trong rồi rọt ở hai tu bằng cúng sầm đại nâng lia chạ sẽ khả bọt hai chứ này rương ra tầng ớt này nhóm bán từ tu sầm đại để toát luôn nhóm hay sầm đại chia bị xe sầm đại để bật chơi mình đi không xón lô men cả na meta lực nhóm ná côn cháu để nơi cao màu vạt bao sầm đại nhóm đang hai để chia mình nu mình khoal xong càng nghe thơ ấy tầng tại sầm đại sập bay tại tua để ti ấy xem màu vạt sản nên không ai có sầm đại bàn bắt đầu ai thơ ôn anh thơ chui thơ khẳng đây thơ khẳng đâu vì này thọ quân khai tất cả có sầm đại thà ôn anh chui kia cà pia giờ làm bột được cả phần rừng giờ làm bột được cả năng gọi là oi và xà ní cái do chết tốc đã bao sầm đại chỉ ông mà chắc đây chỉ lốp chỉ nạm miền cốt lực nhưng mà cả nát chấm bạn tăng bị năm pi ponผมเปิลmà lại pi ponผมmuối trộn mà cung trong năm pi ponเปิลrồi hốt mà đó để trong cái na trong bát mà nơi vật và xà để má có đó là tơ mau nơi sầm nạ slide nơi tì nụ rừng ấy đây sầm đại thơ mà bọc không trong cái na trong bát ở sắc anh miền rừng hạt pol năng tê thấy công kết đặc trong gì ní và hai chia miền na kiệp sợi nhóm bạn miền na kiệp sợi nhóm thế cứ nhóm bị giấy đấy chất rồi bọc nhóm là ca sầm đại chất bọc nhóm pro nhóm sầm đại chất đặc nhóm là sắc là không ở dụng xài sập hay cô đào ní nhóm mình men từแต่nhóm kịch thả nhóm sắc hai ngày đi ngày đâu tê nhóm son ở mặt luôn nhóm cầm nát pe và liệt luôn nhóm thả ca nghe từng lái nhóm đâu chia lục sóng nhóm thơ rồi hốt đã nhóm ở dụng xài sập cái nhóm cũng nát chừng mà về để nhóm mà dụ sai sắp nhóm càng nghe để nhóm thơ từ dõi sầm hẹp Sasana nên sầm hẹp con sai rồi bọc nhóm tụi bay chụp đoàn của mán đọc sập ngày này là hốt đó chụp đoàn tị đọc 4 đấy cứ nhóm thơ rồi hốt về na nhóm sắc cứ nhóm a để sang rồi bọc nhóm cứ nhóm đã về và liệt nhóm tại mà đòn chắc này riêng ấy để thà nhóm thở sầm đại mà bọc hòm hay chia sẽ môi bọn tiết sầm đại để đong trả ra vấn đề chân buồn chia sầm đại lô ở ban đăng thà nhóm sông sắt tê tại đây là pe nhóm đã ngay pe về lý hai sầm đại chỉ ông mà cha chân buồn chia nhóm ở ban từ chụp toa tiết nhóm ban khai tu được sập từ tu sầm đại thay sầm đại nhóm cái ná sông để nhát thay một cùng lia sầm đại sắc hai hay sông sầm đại người ta cho rùm phòn sầm đại pre mà hai đây vốn mình được dọn sẽ giết có đôi khi nhóm có tu sập từ cái lô thà nhóm cái ná lia trả các bạn ngày này ngày đâu hai ngày thì đọc 9 chẳng á xong sầm đại người ta cho rùm phòn chẳng riêng ra tầng ní cứ nhóm lẹ cầm nọt tại cái là thà đánh ngày đánh khai nhóm bộc cơ thay sầm đại pre mà sầm đại thiệt thật ở đấy ông làm hết đấy lộ thằng mà ôn anh cả làm ấy mà bọn cả làm ấy bọn mình nhóm có vẻ đang nhóm cả ná tụi cũng làm đi tới lộ ta làm đang đặng ngày phần này xong chứ dân thơ tam là biết bồ rán ta sắc ở miền ốc chia sắc ở miền bài trà nó đẹp riệp tròn ói cùng ói sắc đời xá té trong khuôn ấy chỉ từ từ mòn chứ vật phai từ lúc đây ngày này là ngày sọc là ngày sau là ngày bột lòi dần tới có sự rách ngay đọc 4 đến ngày bột nâng từ này chẳng nhóm cầm nọt hải hay để bong miền xa môi tiết thà bong thà nhóm bong bồn chỉ đôi môi nhóm mình bù nhóm sát tan bên này đang thằng mình men được cho nó tê bong bồn nhóm chỉ đôi môi nhóm bù mình nhóm cật đằng du hai nhóm prap du hai
ខ្ញុំប្រាប់នឹងប្រាប់មិនមែនទៅប្រាប់តែលើទេខ្ញុំប្រាប់តាំងតែពីដើមឡើយមកថាខ្ញុំអាយុ40ខ្ញុំនឹងសឹកហើយមុនមួយខែពីរខែខ្ញុំប្រាប់ឲ្យរួចស្រេចហើយថាខ្ញុំដាក់ថ្ងៃពេលវេលាហើយខ្ញុំនឹងសឹកហើយខ្ញុំសម្រេចខ្លួនខ្ញុំអញ្ចឹងហើយខ្ញុំអត់មាននរណាមកបង្ខំខ្ញុំទេសូមបងអព្យាស្រ័យអភ័យទោសខ្ញុំសូមបដិបត្តិគោរពពីចម្ងាយសម្រាប់បងដែលបានបកស្រាយនេះគឺមិនមែនជាការពិតសម្រាប់ខ្ញុំទេខ្ញុំដាក់ចិត្តដាក់កាយរបស់ខ្ញុំបួសពី13ឆ្នាំរហូតដល់40ខ្ញុំគិតថាខ្ញុំរៀងហត់នឿយច្រើននេះខ្ញុំនិយាយពីបេះដូងរបស់ខ្ញុំណាគឺខ្ញុំហត់នឿយច្រើនណាស់ទាំងការចិញ្ចឹមទំនប់បំរុងការស្វែងរកជំនួយផ្សេងដើម្បីឧបត្ថម្ភកូនសិស្សខ្ញុំរហូតមកដល់ថ្ងៃនេះដែលខ្ញុំចាក់សិក្ខាបទបាត់ចំនួន3ថ្ងៃនេះមានន័យថាកូនសិស្សរបស់ខ្ញុំបានដល់ទៅ4677អង្គហើយអញ្ចឹងខ្ញុំគិតថាកូនសិស្សទាំងឡាយលោកគ្រូធ្វើបានប៉ុណ្ណឹងហើយសូមកូនសិស្សទាំងឡាយហ្នឹងយល់ថាលោកគ្រូមានការហត់នឿយច្រើនហើយអញ្ចឹងលោកគ្រូធ្វើការទាំងអស់នេះគឺដើម្បីកូនសិស្សទាំងអស់តែលោកគ្រូអត់មានជីវិតខ្លួនឯងទេអញ្ចឹងលោកគ្រូទៅឯណាមកឯណាធ្វើអីគឺសិតតែជាជីវិតរបស់កូនសិស្សយកខ្លួនឯងដើរតួជាអ្នករកជំនួយចិញ្ចឹមឧបត្ថម្ភអប់រំឈឺស្កាត់ពេទ្យមកអីផ្សេងអញ្ចឹងលោកគ្រូមានបន្ទុកធ្ងន់ហើយសុំសម្រាប់ហើយអាយុ40ហ្នឹងមានន័យថាម៉េចក្នុងអាយុ40នេះខ្ញុំសូមអនុញ្ញាតសម្រាប់ជីវិតរបស់ខ្ញុំពីកិច្ចរវល់ទាំងអស់នោះខ្ញុំសូមគិតគូរជីវិតខ្លួនខ្ញុំពេលវេលាខ្លួនខ្ញុំអនាគតខ្លួនខ្ញុំហើយនឹងការរៀនសូត្ររបស់ខ្លួនខ្ញុំបើខ្ញុំនៅជាព្រះសង្ឃខ្ញុំជួយបានដល់សាសនារបស់ខ្ញុំព្រោះសាសនារបស់ខ្ញុំគឺមានគុណលើខ្ញុំដល់ក្រៃលែងដែលចិញ្ចឹមខ្ញុំអប់រំខ្ញុំបីបាច់ខ្ញុំថែរក្សាខ្ញុំបង្កើតឲ្យខ្ញុំមានគំនិតមានបញ្ញាមានការចេះដឹងហើយនឹងការតបគុណទៅវិញនេះគឺជាគុណអំណាចរបស់សាសនាដែលបានចិញ្ចឹមខ្ញុំទៅបានខ្ញុំធ្វើទាំងអស់នេះហើយខ្ញុំសូមពេលរបស់ខ្ញុំតែពេលដែលខ្ញុំលេចាក់សិក្ខាបទទៅប៉ុណ្ណឹងឯងខ្ញុំសូមជីវិតរបស់ខ្ញុំទេដើម្បីឲ្យខ្ញុំគិតពីខ្លួនខ្ញុំផងគ្មាននរណាមកបង្ខំអីខ្ញុំទាំងអស់ហើយទៅបងលើកមកឯណាឯណីពេញទឹកពេញដីចេះបងយល់អត់ទាន់បានជ្រៅទេហើយខ្ញុំសុំទោសបើបងខឹងខ្ញុំចំណុចនេះតែបងគិតថាតើបងនិយាយតើខ្ញុំដាក់ខ្ញុំនេះតើវារឿងពិតឬក៏អត់បានមកពីណាដែលខ្ញុំខ្លួនឯងនេះខ្ញុំមិនទាំងបានប្រាប់នរណាផងហ្នឹងថាខ្ញុំសឹកថ្ងៃណាខ្ញុំប្រាប់តែបងប្អូនខ្ញុំប្រាប់ទូលតែសម្ដេចជាអង្គម្ចាស់ហើយខ្ញុំនិយាយជាមួយតែព្រះអង្គភិនវិធីហើយនឹងបងអាចារ្យទួនឈុនខ្ញុំនិយាយតែគ្នាខ្ញុំពីរបីនាក់ទេតែខ្ញុំដាក់ចិត្តដាក់កាយតែខ្ញុំសឹកចឹងខ្ញុំសូមផ្ដាំផ្ញើវីដេអូនេះមិនមែនចំពោះតែបងប្រុសដែលបានបកស្រាយទាំងអ្វីមិនមែនការពិតនឹងថាជូនដល់សាធារណជនប្រកេនដល់ព្រះអង្គគ្រប់អង្គហើយនឹងពុទ្ធបរិស័ទរបស់ពុទ្ធសាសនាមណ្ឌលទាំងក្នុងនិងក្រៅប្រទេសផងដែរថាខ្ញុំអស់អានិសង្ឃជាព្រះសង្ឃខ្ញុំអស់បុណ្យជាព្រះសង្ឃខ្ញុំសម្រេចចិត្តលាចាកសិក្ខាបទដោយខ្លួនរបស់ខ្ញុំមិនមាននរណាបង្ខំឡើយអ្វីដែលខ្ញុំនិយាយគឺជាការពិតហើយខ្ញុំបញ្ជាក់ខ្លួនខ្ញុំទៀតណាខ្ញុំ40ខ្ញុំសឹកគឺខ្ញុំកំណត់ខ្លួនខ្ញុំស្លាច់អញ្ចឹងខ្ញុំអាយុ40គឺខ្ញុំសឹកហើយអញ្ចឹងសូមអស់លោកទាំងអស់មេត្តាជ្រាបសូមកុំយល់ច្រឡំហើយជាពិសេសខ្ញុំពេលដែលឮបងបកស្រាយសម្ដេចខឹមសនសម្ដេចខឹមសនពេញមាត់ហើយម៉ាត់សម្ដេចឈឹងមុនជាពេញមាត់ហើយម៉ាត់នេះខ្ញុំមានអារម្មណ៍មួយថាហេតុអីខ្ញុំសឹកតែធ្វើបាបលោកជាអ្នកមានគុណខ្ញុំហើយមិនបានត្រូវទៅជារងគ្រោះទៅលើលោកទៅវិញព្រោះបើសម្ដេចឈឹងមុនជានឹងខ្ញុំមិនបានស្នាក់នៅជាមួយនឹងសម្ដេចទេគ្រាន់តែប្រស្រ័យតាក់ទងស្គាល់សម្ដេចនៅក្នុងភេទជាបព្វជិតហ្នឹងពេលខ្លះក៏សម្ដែងធម៌មួយសម្ដែងខ្លះកាលពីមុនតែបើសម្ដែងខឹមសនតែម្ដងគឺលោកជាអ្នកមានគុណលើខ្ញុំណាច្រើនមែនទែនដែលខ្ញុំមិនអាចរៀបរាប់នៅប្រគុណរបស់លោកបានហើយមកដល់ពេលនេះក៏ខ្ញុំនៅតែស្នាក់អាស្រ័យជាមួយសម្ដេចជាអង្គម្ចាស់ដដែលអញ្ចឹងសូមបងពិចារណាឡើងវិញហើយគិតឡើងវិញហើយជាពិសេសសូមពុទ្ធបរិស័ទទាំងអស់ទាំងក្នុងនិងក្រៅប្រទេសមេត្តាកុំយល់ច្រឡំបែបនេះអីខ្ញុំលើហើយដូចជារង្គៀសចិត្តជាមួយនឹងការបកស្រាយរបស់បងដូចជាមិនត្រូវរឿងសំបីតែបន្តិចសោះដែលខ្ញុំមិនអាចទទួលយកបានសូមឲ្យខ្ញុំលាចាកសិក្ខាបទរបស់ខ្ញុំទាំងដែលខ្ញុំសម្រេចចិត្តខ្លួនខ្ញុំឲ្យខ្ញុំទៅបានសេចក្តីសុខខ្លួនខ្ញុំផងឲ្យខ្ញុំបានមានសេរីភាពខ្លួនខ្ញុំផងឲ្យខ្ញុំទៅដោយសេចក្តីសុខខ្លួនខ្ញុំ
នឹងគំនិតខ្លួនខ្ញុំដែលខ្ញុំចង់នឹងផងសូមអនុញ្ញាតបងប្អូនជនរួមជាតិពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសមេត្តាសន្តោសប្រោសប្រណីអាណិតដល់ខ្ញុំឈប់យកខ្ញុំទៅដាក់នេះយកខ្ញុំទៅដាក់ឯនោះនឹងយកខ្ញុំទៅលាបជាមួយពណ៌នេះយកខ្ញុំទៅលាបជាមួយពណ៌នោះខ្ញុំមិនមែនជាអ្នកដែលត្រូវប្រឡាក់ពណ៌ដោយដែលបងប្អូនបានលើកឡើងមួយចំនួននោះទេអញ្ចឹងខ្ញុំផ្ញើសារនេះគ្រាន់តែជូនទៅដល់បងដែលបានបកស្រាយនេះហើយនឹងជូនទៅដល់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសដើម្បីបានស្ដាប់និងពិចារណាញាតិញោមអាចស្គាល់ជួនកក្កដាបានច្រើនណាស់តាមរយៈធម៌ទេសនាជួនកក្កដាចរិតយ៉ាងម៉េចក៏ញាតិញោមអាចស្ដាប់បានតាមធម្មទេសនាការនិយាយគឺបង្ហាញពីអត្តចរិតហើយអញ្ចឹងការនិយាយរបស់ខ្ញុំទាំងដែលខ្ញុំនៅប្រសងកម្មមិនតាន់សឹកញាតិញោមអាចស្ដាប់ហើយអាចដឹងចរិតថាជួនកក្កដាជាមនុស្សប្រភេទណាហើយអញ្ចឹងខ្ញុំសូមបញ្ជាក់ប៉ុណ្ណេះហើយក៏ខ្ញុំសូមអភ័យទោសទាំងក្នុងប្រទេសទាំងក្រៅប្រទេសរបស់អស់លោកសប្បុរសទាំងអស់ដែលបានទស្សនាខ្ញុំក្រៃលោចំណុចណាមួយដែលកាយវិការរបស់ខ្ញុំមិនគួរកប់មិនសមរម្យចំណុចណាមួយសូមមេត្តាខន្តីអភ័យទោសហើយខ្ញុំសូមប្រគេនពរថ្វាយសម្ដេចជាអង្គម្ចាស់ប្រកាសណាគ្រប់អង្គជូនពរដល់អស់លោកសប្បុរសប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសសូមឲ្យបានសុខចម្រើនគ្រប់ព្រះអង្គគ្រប់គ្នាសូមក្រាបថ្វាយបង្គំលាសូមជម្រាបលាខ្ញុំមិនបានត្រូវសម្ដេចបង្ខំខ្ញុំឲ្យសឹកអីទេអត់មានសោះខ្ញុំអ្នកទទួលសូមសម្ដេចដោយត្រង់សម្ដេចខាត់ចុះបើអូនឯងសឹកសម្ដេចលោកហៅខ្ញុំតែអូនទេបើអូនឯងសឹកវត្តប្រាសាទនាងខ្មៅគិតយ៉ាងម៉េចរត់រួចអត់អូនឯងគិតច្បាស់នៅគិតម្ដងទៀតមើលទូលបង្គំខ្ញុំប្រកាសណាសូមនមស្ការក្រាបថ្វាយបង្គំចំពោះសម្ដេចជាអង្គ